ដួលរលំនៃចក្រភពឈិងនៅឆ្នាំ1912គឺជាទីបញ្ចប់នៃរបបសក្តិភូមិដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅប្រទេសចិនការដួលរលំនេះមិនមែនកើតឡើងដោយសារតែរឿងមួយមុខនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃកត្តារួមផ្សំជាច្រើននៅថ្ងៃទី10ខែតុលាឆ្នាំ1911ការបោះបោរផ្ទុះឡើងនៅទីក្រុងវូឆាហើយបានរាលដាលពីពេញខេត្តភាគខាងត្បូងនិងកណ្ដាលនៃប្រទេសចិនខេត្តជាច្រើនបានប្រកាសឯករាជ្យពីចក្រភពឈិងការដាក់រាជរបស់អធិរាជពូយីដោយសារការគ្រប់គ្រងស្ថានភាពមិនបាននិងបានចរចារវាងក្រុមបដិវត្តន៍ជាមួយមេតបយិនស៊ីខៃនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ1912អធិរាជចុងក្រោយគឺពូយីដែលកាលនោះនៅជាកុមារនៅឡើយបានប្រកាសដាក់រាជជាផ្លូវការចិននៅក្នុងសម័យចក្រភពឈិងមានការរីកចម្រើនយ៉ាងខ្លាំងរាជវង្សឈិងត្រូវបានបង្កើតឡើងដោយជនជាតិម៉ាន់ជូដែលបានវាយដណ្ដើមយកទីក្រុងប៉េកាំងពីរបបមីងការបង្រួបបង្រួមទឹកដីអធិរាជដំបូងដូចជាកងស៊ីនិងយៀនឡុងបានពង្រីកទឹកដីចិនឲ្យធំសម្បើមបំផុតរួមតំបន់ទីបេស៊ីនចាំងនិងម៉ុងហ្គូលីយុគសម័យមាសក្នុងសតវត្សទី18ចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំធេងគេលើលោកចំនួនប្រជាជនបានកើនឡើងទ្វេដងដោយស្ថានភាពនយោបាយនិងការនាំចូលដំណាំថ្មីៗដូចជាដំឡូងបារាំងនិងពោតវប្បធម៌និងអក្សរសាស្ត្រមានការចងក្រងវចនានុក្រមនិងសៀវភៅប្រវត្តិសាស្ត្រដ៏ធំសម្បើមប៉ុន្តែក៏មានការរឹតបន្តឹងផ្នែកសេរីភាពមតិផងដែរការរីកចម្រើននេះមិនបានគង់វង្សយូរអង្វែងនោះទេដំណាក់កាលចុះខ្សោយនៅពាក់កណ្ដាលសតវត្សទី19ចក្រភពឈិងដែលធ្លាប់តែខ្លាំងពូកែចាប់ផ្ដើមដុនដាបដោយសារកត្តា3យ៉ាង1អំពើពុករលួយមន្ត្រីនៅក្នុងរាជវាំងកេងប្រវ័ញ្ចថវិកាជាតិធ្វើឲ្យកងទ័ពចុះខ្សោយនិងប្រព័ន្ធធារាសាស្ត្រខូចខាតការផ្ទុះឡើងនៃចំនួនប្រជាជនដីស្រែមិនអាចផ្គត់ផ្គង់មនុស្សដែលកើតឡើងលឿនពេកបង្កឲ្យមានគ្រោះអត់ឃ្លានគោលនយោបាយបិទទ្វារចិនគិតថាខ្លួនជាមជ្ឈមណ្ឌលពិភពលោកហើយបដិសេធមិនព្រមទទួលយកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រពីអឺរ៉ុបបដិវត្តន៍ឧស្សាហកម្មមូលហេតុនៃការរំលាយចក្រភពឈិងអំណាចកណ្ដាលចុះខ្សោយមេតបតាមបណ្ដាខេត្តលែងស្ដាប់បញ្ជារាជវាំងបង្កើតជាបពុស្ដេចក្រាញ់ស្មារតីជាតិនិយមប្រជាជនចិនដែលគេស្គាល់ថាជាជនជាតិហានលែងចង់ឲ្យជនជាតិម៉ាន់ជូត្រួតត្រាទៀតហើយឥទ្ធិពលលោកសេរីអ្នកបញ្ញវន្តចិនដែលរៀននៅបរទេសដូចជាលោកស៊ុនយ៉ាន់សេនចង់បានរបបសាធារណរដ្ឋនិងប្រជាធិបតេយ្យមហាអធិរាជចិននីកាន់អំណាចផ្ដាច់ការរបស់ព្រះនាងជិត50ឆ្នាំធ្វើឲ្យរាជវង្សបាត់បង់ឱកាសចុងក្រោយក្នុងការកែតម្រង់តាមបែបជប៉ុនការឈ្លានពានពីបរទេសនិងសន្ធិសញ្ញាមិនស្មើភាពគ្នាចាប់តាំងពីពាក់កណ្ដាលសតវត្សទី19ចក្រភពឈិងបានចុះខ្សោយយ៉ាងខ្លាំងដោយសារសង្គ្រាមអាភៀនចិនបានចាញ់អង់គ្លេសនិងបារាំងដែលបង្ខំឲ្យចិនបើកកំពង់ផែនិងបាត់បង់ទឹកដីដូចជាហុងកុងការបាត់បង់ឥទ្ធិពលចិនបានចាញ់សង្គ្រាមជាមួយជប៉ុននៅឆ្នាំ1894និងឆ្នាំ1895ដែលធ្វើឲ្យបាត់បង់កោះតៃវ៉ាន់និងឥទ្ធិពលលើកូរ៉េបញ្ហាផ្ទៃក្នុងនិងការបបោរនៅថៃពីងជាសង្គ្រាមស៊ីវិលដ៏ធំដែលសម្លាប់មនុស្សរាប់ពាន់លាននាក់និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះដុនដាបការបបោរក្រុមអ្នកផ្ដាល់ជាចលនាប្រឆាំងបរទេសដែលបរាជ័យហើយបង្ខំឲ្យចិនត្រូវសងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យបរទេសមហាអំណាចទាំង8ការបរាជ័យនៃកំណែតម្រង់ទោះបីជាមានការព្យាយាមធ្វើកំណែតម្រង់ដូចជាចលនាពង្រឹងខ្លួនឯងក៏ចិននៅតែមានភាពយឺតយ៉ាវនិងត្រូវបានរារាំងដោយពួកអភិរក្សនិយមនៅក្នុងរាជវាំងជាពិសេសគឺព្រះមហាអធិរាជចិននីការងើបឡើងនៃចលនាបដិវត្តន៍លោកស៊ុនយ៉ាន់សេនបានបង្កើតសម្ព័ន្ធភាពបដិវត្តន៍ដែលចង់ផ្ដួលរំលំរាជវង្សឈិងដើម្បីបង្កើតរបបសាធារណរដ្ឋថ្មីមួយនិងមានគោលការណ៍3សម្រាប់ប្រជាជន1ជាតិនិយម2ប្រជាធិបតេយ្យ3សុខុមាលភាពគោលការណ៍ទាំង3នេះបានរីករាលដាលយ៉ាងខ្លាំងក្នុងចំណោមបញ្ញវន្តនិងទាហាន
បន្ទាប់ពីការផ្ដួលរំរាជវង្សឈិនប្រទេសចិនមិនទាន់រីកចម្រើនភ្លាមៗទេចិនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនិងឈ្លានពានពីប្រទេសជប៉ុនជិត40ឆ្នាំហើយអ្នកដែលធ្វើឲ្យប្រទេសចិនងើបរួចពីភ្លើងសង្គ្រាមដ៏ឃោរឃៅនោះគឺលោកប្រធានម៉ៅសេនតុងដែលជាអ្នកបង្កើតចិនកុម្មុយនីសនៅឆ្នាំ1949បានបង្រួបបង្រួមប្រទេសចិនទាំងមូលឲ្យមានឯកភាពក្រោយពីសង្គ្រាមបានបញ្ចប់